បំណុលមើលបងឯងមើលសភាពម្ចាស់លុយមើលខ្ញុំវេទនាណាបងដោយសារតែគាត់បាទទៅហើយកូនបំណុលហៃសូប្រិមិត្តដល់ខ្ចីលុយគេគ្រប់គ្នាប្រិមិត្តខ្ញុំស្មារតីតែម្នាក់នារីហៃសូម្នាក់គឺត្រូវបានម្ចាស់បំណុលច្រើនអ្នកគឺបានកម្មួយជាប់នៅចំណុចនឹងទីតាំងខាងលើនេះឥឡូវនេះគឺថាម្ចាស់បំណុលហ្នឹងគឺមកហ្នឹងគឺថាមានចំនួនរហូតដល់13អ្នកឯណោះដែលបានបញ្ជាក់ថាម្នាក់ហ្នឹងគឺចំនួនជាង$2000ហ្នឹងម្នាក់ហ្នឹងគឺមាន4000អ្នកខ្លះហ្នឹងមាន7000រហូតដល់$200,000ណោះតាមការបញ្ជាក់កូនស្រីខាងលើគាត់នឹងឈ្មោះដែរភីលេងអីម្ដាយឈ្មោះតុនសុកសាមគាត់ណាមានអាយុប្រហែលជាប្រហែលដែរ23 24បង23 24ទេចាបងចាបាទចឹងជ័យនៅក្នុងការមានដំណាក់កាលគឺសរុបគឺ$7000ចាចាំបានដែរ$2000ជិះតែគាត់សុំបាន300ជាងហើយនៅសល់តែ1300ទេបងអូអញ្ចឹងមានតែបងស្រីនេះម្នាក់ទេយើងបាននេះដល់ណៃដែរនៅអ្នកផ្សេងទៀតបងអ្នកផ្សេង6000ជាងហើយដូចជា20000ជាងផ្សេងទៀតដើរខ្ចីលុយគេតែគាត់ទៅប្រាំងទៅដើរបោកប្រាក់គេចឹងហ្មងហើយឥឡូវម្ចាស់លុយមកតន់ប្រហែលជាប្រហែលនេះអីដូចជា4នាក់បង4នាក់ហ្នឹងបាទ4នាក់ហើយឯងមានលុយគេខ្ចីគឺប្រើទូរស័ព្ទហើយក៏ហើយ20រៀលឲ្យលុយខាងផងVivo ធម្មតាទេហើយដល់អ្នកដែលខ្ចីលុយគេប្រើតែ iPhone ចា17 Air ហ្នឹងយកទៅដាក់ប្រចាំមកហើយប្រើទៅ17 Pro Max 17 Air ឯងចាស់លុយដង20រៀលឲ្យដូរឯងបាទសុខចិត្តមានលុយគេខ្ចីហ្នឹងអស់ពីខ្លួនអស់ពីខ្លួន$4000ជាងគាត់និយាយមកយើងផ្អែមកអូនហ្នឹងហើយអូនចាំលើកថ្ងៃ30ទៅចាំបងលក់ឡានបានចាំបងឲ្យឡានជិះសិតតម្លៃខ្លះលានឡានចាឡានជិះឡានតម្លៃខ្លះលានទៀតហ្នឹងហើយលុយឡានហ្នឹងឈ្មោះស្អីខ្ញុំភ្លេចបាត់ហើយគាត់ដឹងថាមាន MG មួយតម្លៃ40000ជាងហើយមួយទៀតហ្នឹងចិត្តកន្លះលានហ្នឹង28000បងឲ្យមើលសភាពគាត់ទៅដូចខ្ញុំបញ្ជាក់ចឹងគាត់ពាក់ខ្សែជើងខ្សែកជៀនគាត់ពាក់ឆេកគាត់ដោះគាត់ក្នុងកាបូបគាត់ណាបងកាបូបប្រែនទៀតបាទអូណែប្រិមិត្តបាទកាបូបមានតម្លៃប្រហែលដែរបងឯងទៅគាត់ប្រាប់គេថា$40000បងកាបូប$40000ចាបងខ្ញុំយ៉ាហើយឥឡូវខ្សែកខ្សែដៃអីដោះក្នុងកាបូបហ្នឹងអស់ហើយបាទហើយឥឡូវមើលចាំណុលចាំណុលបាទស្គមនឹងងីបងប្អូនបាទអូនេះអូឡើងស្អាតបាទប្រិមិត្តបាទតែគាត់នឹកខ្ចីគេផ្សេងទៀតចាយមួយនៅស្រុកហ្នឹងប្រហែល13000 40000ដែរអត់សងគេ$20000ចាថននេះហើយខ្ចីពួកខ្ញុំហើយខ្ញុំដឹងតែគាត់លេងក្នុងទីនហើយម៉ាក់គាត់នឹងជាពេទ្យធនាគារច្រើនស្រួយធ្វើលុយហ្នឹងទៅជួយសងម៉ាក់គាត់ហើយលេងក្នុងទីនអូខ្ញុំអស់លុយពីខ្លួនលេងខ្ញុំទៅមកសងថាលោតាក់ស្ពានជួយច្បាចាហ្មងបងចាក៏បាក់និយាយជួយចាក់ហ្មងបងជួយចាក់ទាំងដែលខ្ញុំជួយគាត់រហូតហើយគឺគាត់អត់មានលុយយកមកសងខ្ញុំហ្មងហើយខ្ញុំបញ្ជាក់បង1110ហ្នឹងខ្ញុំអត់មានគាត់ការគាត់ទេណាហ្មងខ្ញុំជួយដោយតាក់ចិត្តហេតុអីគាត់ធ្វើបាបខ្ញុំអញ្ចឹងអូអញ្ចឹងបានថាគាត់ខ្ចីលុយណៃចាខ្ចីមិន$7000អត់ទេបងចេះគាត់មានតាមដំណាក់កាលម្ដង500ម្ដង300ម្ដង700 800 1000មិនក៏មានដែរចឹងថាខ្ញុំទៅខ្ចីលុយគេយកមកឲ្យគាត់ទៀតម៉ាក់ខ្ញុំខ្ញុំខ្ចីឲ្យគាត់ទាំងអស់បាទអញ្ចឹងគាត់ខ្ចីលុយណៃគាត់មានអត់បញ្ជាក់ថាខ្ចីលុយយកធ្វើអីបញ្ជាក់ថាគាត់ឯកសារលក់ខុនដូអូប៉ុន្តែអត់ដឹងថាខុនដូគាត់នឹងណាទេម្ដាយគាត់ក៏អញ្ចឹងដែរម្ដាយគាត់ទេមកជួយកូនអ៊ំទៅអ៊ំចាត់ទុកក្មួយឯងដូចកូនបកាជួយទៅជួយឲ្យរួចផុតឲ្យរួចទៅជួយប្អូនទៅអាណិតប្អូនប្តីខ្ញុំហ្នឹងមិនក៏ដោយខ្ចីគេនៅកន្លែងធ្វើការយកមកឲ្យទៀតតែខ្ញុំបញ្ជាអត់បានគិតកាយអត់គិតកាយទេលុយតាក់ដើមខ្ញុំមានលុយហ្នឹងមានឲ្យខ្ចីនៅក្នុងមនុស្សចិត្តណាអ្នកដែលស្គាល់បងអ្នកដែលស្គាល់ចាបងចាអត់ស្គាល់គាត់រយៈពេលប្រហែលឆ្នាំហើយតាក់ឆ្នាំ2023ស្គាល់រយៈពេលតែមួយឆ្នាំឯងហើយគាត់ដាច់ខ្សែរយៈអីហើយស្ដាយជាតាម Facebook ឃើញប្តីខ្ញុំឆាតមកខ្ចីលុយមកឆាតមកខ្ចីលុយប្តីខ្ញុំយកមកខ្ចីលុយខ្ញុំចុងខែ7បងចុងខែ7អូមកដល់ឥឡូវនេះគឺគាត់អត់សងទេឆាតទៅគាត់សងពេលណាពេលណាតែខ្ញុំបញ្ជាក់បងខ្ញុំចង់ចាខ្ញុំចង់រកយុទ្ធធម៌មួយទៀតគាត់ថាខ្ចីលុយខ្ញុំទៅរត់ឯកសារលក់ខុនដូហេតុអីមកដល់ឥឡូវខ្ញុំតាមគាត់សុំស្បងខ្ញុំមួយខែ300ខ្ញុំចង់ឲ្យបងប្អូនមើលថាហេតុអីលុយខ្ចីពីមុនរត់ឯកសារលក់ខុនដូនឹងយកទៅណាខ្ញុំចង់សួរអញ្ចឹងទឹកយិនសិនម៉ាអ៊ីជាផលិតផលកូរ៉េសុទ្ធ100%ជួយទៅដល់បងប្អូនដែលមានបញ្ហាសុខភាពដូចជាកម្លាំងចុះខ្សោយគេងពុំសូវលក់ចុះក្រូចតាមសន្លាក់ឆ្អឹងឧស្សាហ៍ឈឺក្បាលវិលមុខគ្រុនកុសខ្យល់ញឹកញាប់ពិបាកបាត់ជើងនិងបញ្ហាសុខភាពជាច្រើនទៀតជាវទឹកយិនសិនម៉ាអ៊ីថ្ងៃនេះក៏ដូចជាចូលជាតំណាងលក់អាចទំនាក់ទំនងតាមរយៈ Page និង Telegram នៅខាងក្រោមនេះបាទជម្រាបសួរទៅកាន់ប្រិយមិត្តទូទាំងជនជាទីគោរពនៅក្នុងគណៈវេលាម៉ោង11:30នាទីយប់ត្រូវនៅថ្ងៃទី29ខែធ្នូឆ្នាំ2025ខ្ញុំអធិបុលរួមនឹងក្រុមការងាររបស់ TP News កំពុងតែធ្វើសកម្មភាពរាយការណ៍ដែលស្ថិតនៅក្នុងចំណុចរង្វង់មូលទួលគោកចាស់ដែលស្ថិតនៅក្នុងសង្កាត់តាន់កក់ទី1ខណ្ឌទួលគោករាជធានីភ្នំពេញគឺយើងទទួលបានករណីដោយនារីហៃសូម្នាក់គឺត្រូវបានម្ចាស់បំណុលច្រើនអ្នកគឺបានកម្មួយជាប់នៅចំណុចនឹងទីតាំងខាងលើនេះបាទដែលបង្កមានការភ្ញាក់ផ្អើលឥឡូវនេះគឺថាម្ចាស់បំណុលហ្នឹងគឺមកហ្នឹងគឺថាមានចំនួនរហូតដល់13អ្នកឯណោះដែលបានបញ្ជាក់ថាម្នាក់ហ្នឹងគឺចំនួនជាង$2000ហ្នឹងម្នាក់ហ្នឹងគឺមាន4000អ្នកខ្លះហ្នឹងមាន7000រហូតដល់$200,000ណោះតាមការបញ្ជាក់ពីម្ចាស់បំណុលផ្សេងៗឥឡូវនេះគឺបានចាប់កម្មួយបាននៅនឹងចំណុចនឹងទីតាំងនៅក្បែររង្វង់មូលទួលគោកចាស់នេះតតែម្ដងប្រិយមិត្តទូទាំងជនយើងដែលកំពុងតែបង្កមានការភ្ញាក់ផ្អើលនេះគឺជារឿងថ្មីមួយប្លែកដល់ចុងឆ្នាំ2025នេះតតែម្ដងគឺនារីហៃសូបានដាក់ខ្ចីលុយម្ចាស់បំណុលជាច្រើនអ្នកដើម្បីយកលុយនឹងទៅទិញមានថាមានឡានទំនើបនៅក្នុងការជិះហើយក៏ដូចជាកាបូបផោរហូតដល់$3-40000នោះប្រិយមិត្តហើយរឿងរ៉ាវនេះយ៉ាងណានោះយើងក៏មិនដឹងយើងទៅធ្វើការសម្ភាសនឹងសាកសួរម្ចាស់បំណុលនៅទីតាំងកន្លែងគាត់ហើយទាំងអស់គ្នាប្រិយមិត្តបាទយកនិយាយថារឿងហេតុគឺយ៉ាងម៉េចដែរអូនចេះបងពីដំបងឡើយគាត់ហើយនឹងម៉ាក់គាត់ហ្នឹងធ្លាប់ធ្វើការជាមួយប្រិយខ្ញុំលក់ទឹកដីឡូតែល្វែងពីមុនមកហើយតែដាច់តែរយៈនេះយូរហើយតាំងតាចុងខែ7ហ្នឹងគាត់តែមកប្តីខ្ញុំថាជួយគាត់ទៅជួយរត់ឯកសារគាត់ទៅគាត់ត្រូវការលុយយករត់ឯកសារលក់ខុនដូគាត់ហ្នឹងគាត់ត្រូវការលុយគាត់ពិបាក
ដល់ពេលឲ្យប្តីខ្ញុំណាអត់មិនក៏ដោយសឹកជួយគាត់អត់ខ្លួនឯងបងខ្ចីគេខ្ញុំឲ្យគាត់ទៀតហើយកូនខ្ញុំឈឺខ្ញុំអត់មានលុយខ្ញុំខ្ចីលុយម៉ាក់ខ្ញុំយកទៅពេទ្យទៀតទាំងដែលខ្ញុំជួយគាត់រហូតហើយគឺគាត់អត់មានលុយយកមកសងខ្ញុំហ្មងហើយខ្ញុំបញ្ជាក់បង7,110ហ្នឹងខ្ញុំអត់មានគាត់ការគាត់ទេណាបងខ្ញុំជួយដល់ទឹកចិត្តហេតុអីគាត់ធ្វើបាបខ្ញុំអញ្ចឹងអូអញ្ចឹងបានថាគាត់ខ្ចីលុយខ្លួនឯងចាខ្ចីមិន7,000អត់ទេបងចេះគាត់មានតាមដំណាក់កាលម្ដង500ម្ដង300ម្ដង700 800 1000មិនក៏មានដែរต้องថាខ្ញុំទៅខ្ចីលុយគេយកមកឲ្យគាត់ទៀតម៉ាក់ខ្ញុំអ៊ីខ្ញុំខ្ចីឲ្យគាត់ទាំងអស់បាទមើលសភាពបងបាទអញ្ចឹងគាត់ខ្ចីលុយខ្លួនឯងក៏មានបញ្ជាក់ថាខ្ចីលុយធ្វើអីបញ្ជាក់ថាគាត់ឯកសារលក់ខុនដូអូប៉ុន្តែអត់ដឹងថាខុនដូគាត់នឹងណាទេហើយបងឯងខ្ញុំចង់ថាអីក៏ដោយសងខ្ញុំមកខ្ញុំត្រូវការយកលុយទៅសងគេហើយខ្ញុំជពាក់ម៉ាក់ខ្ញុំនិយាយទៅអ៊ីខ្ញុំកូនណាអត់មានលុយទិញទឹកដោះគោឲ្យកូនទៀតជួយគាត់ឡើងអស់ពីចិត្តឲ្យបងឯងមើលសភាពកូនបំណុលមើលបងឯងមើលសភាពម្ចាស់លុយមើលខ្ញុំវេទនាណាបងដោយសារតែគាត់ម្ដាយគាត់ក៏អញ្ចឹងដែរម្ដាយគាត់ណាទេមកជួយកូនអ៊ំទៅអ៊ំចាត់ទុកក្មួយឯងដូចកូនបកើជួយទៅជួយឲ្យរួចរត់ឲ្យរួចទៅជួយប្អូនទៅអាណិតប្អូនប្តីខ្ញុំហ្នឹងមិនក៏ដោយខ្ចីគេនៅកន្លែងធ្វើការយកមកឲ្យទៀតតែខ្ញុំបញ្ជាក់ឲ្យបានគិតកាយអត់គិតការទេលុយតាក់ដើមខ្ញុំមានលុយហ្នឹងមានឲ្យខ្ចីនៅក្នុងមនុស្សចិត្តណាអ្នកដែលស្គាល់ចាបងអ្នកដែលស្គាល់ចាបងចាអត់ស្គាល់គាត់រយៈពេលប្រហែលឆ្នាំមកហើយឆ្នាំ2023ស្គាល់រយៈពេលតាមមួយឆ្នាំវិញហើយគាត់ដាច់ខ្សែរយៈអីហើយសារជាតាម Facebook ឃើញប្តីខ្ញុំឆាប់មកខ្ចីលុយហ្មងអូឆាប់មកខ្ចីលុយប្តីខ្ញុំយកហ្មងបាទចឹងខ្ចីនៅក្នុងការមានដំណាក់កាលដំណាក់កាលទាំងអស់គឺសរុបគឺ$7,000ចាចេះបងជួយទៅខ្ញុំត្រូវការឲ្យលុយសាក់សីបងលុយមេធាវីខ្ញុំអត់ដឹងថាគាត់នឹងយកទៅធ្វើអីឲ្យពិតប្រាកដប៉ុន្តែគាត់មានរូបភាពគាត់នៅកន្លែងមេធាវីមានអីទៀតបងពេលដែលយើងខ្ចីនឹងយើងអត់មានបានធ្វើលិខិតស្នាមអត់បានទេបងដោយសារតែយើងទុកចិត្តថាអ្នកស្គាល់គ្នាទៅហើយចាបងដោយសារតែយើងទុកចិត្តគាត់ចុះហេតុអីបានជាបងអូនដែលលំខំក្នុងការដែលឲ្យគាត់ខ្ចីម្ដងបន្តិចម្ដងបន្តិចរហូតដល់$7,000អូនចាបង7,110បាទហេតុអីបានជាបងអូនទុកចិត្តគាត់ដោយសារតែគាត់ខ្ចីម្ដងអត់នៅពេលចេះបងយើងចង់បានលុយយកមកវិញដោយសារអីយើងក៏ទៅខ្ចីលុយគេចាបងតាមគឺចាប់បងខ្ញុំចង់និយាយថាឈឹងចាប់អត់មានអីខ្ញុំអត់ដែរពិបាកដល់ហ្នឹងរយៈពេលប្រហែលឆ្នាំប្រហែលខែមកខ្ចីលុយខ្ញុំចង់ខែ7បងបាទចង់ខែ7រហូតមកដល់ឥឡូវនេះគឺគាត់អត់សងទេឆាទៅគាត់សុំពេលនេះពេលនោះតែខ្ញុំបញ្ជាក់បងខ្ញុំចង់ចាខ្ញុំចង់រកយកទៅធ្វើមួយទៀតគាត់ថាខ្ចីលុយខ្ញុំទៅរត់ឯកសារលក់ខុនដូហេតុអីមកដល់ឥឡូវខ្ញុំតាមគាត់សុំបងខ្ញុំមួយខែ300ខ្ញុំចង់ឲ្យបងប្អូនមើលថាហេតុអីលុយខ្ចីពីមុនរត់ឯកសារលក់ខុនដូនឹងយកទៅណាខ្ញុំចង់សួរអញ្ចឹងនិយាយទៅបងអូនស្រីខាងលើគាត់មានឈ្មោះដែរអូនធីលេងអីម្ដាយឈ្មោះតុនសុកសាមគាត់ណាមានអាយុប្រហែលប្រហែលដែរ23 24បង23 24ទេចាបងចាអូអញ្ចឹងមុខរបរគាត់គឺអ្នកលក់ខុនដូអត់ទេគាត់មែនអ្នកលក់ខុនដូគាត់ថាគាត់មានខុនដូហ្នឹងតែគាត់ចង់លក់វិញហើយយើងក៏ទុកចិត្តគាត់បោកទេហ្នឹងឯងបោកហ្នឹងអូហើយមិនធ្វើមិនបានតាមចាប់គាត់បានបងខគាត់មកទិញបាយគាត់កំងមកហើយជួបនៅកន្លែងហ្នឹងគាត់ទៅហៅខ្ញុំមកហ្មងបងទាំងខ្ញុំនៅចិត្តហ្នឹងដែរពីមុនមកណៃដែរធ្លាប់គាត់គាត់លើ Facebook ដើម្បីប្រកាសរកគាត់ទេថោះបងដោយសារខ្ញុំតាក់ទងគាត់អត់ចូលអត់លើកទេចាអត់លើកឆាទៅអត់តបម្ដាយវិញទៅអត់ដែរលើកគេរយៈពេល2ខែមកហ្នឹងបាទរយៈពេល2ខែហ្នឹងគាត់អត់ដែរលើកលេខទូរស័ព្ទខ្ញុំវិញហើយគាត់ពេលខ្ញុំប្រហោះហៅគាត់ទេមកខ្ញុំបងខ្ញុំបាននេះថាទេមកណៃដែរណាទេមកមួយថ្ងៃគាត់ថាឈប់កុំទៅសារព័ត៌មានអីចាំគាត់សងមួយខែ300ចឹងខ្ញុំចង់បញ្ជាក់ដដែលថាហេតុអីសុំសងខ្ញុំមួយខែ300ហើយលុយដែលខ្ញុំឲ្យគាត់ទាំងអស់ទៅហ្នឹងខ្ញុំបានអីមកវិញអត់គឺខ្ញុំបានអីទេបើយើងចេះបង7,110ហ្នឹងបើអ្នករកស៊ីគេអាចប្រកាសមកកបតូចមួយបានណាបងតែខ្ញុំមានបានអីសោះអស់ពីខ្លួនអស់ហើយលីងហ្មងបាទកន្លងមកណៃមានបានដាក់ភាពបណ្ដឹងដាក់បងដាក់នៅចៅសង្កាត់អត់បានសងហើយនៅចៅសង្កាត់ធម្មតាយើងមាន3ដំណាក់កាលត្រូវអត់បងជួបលើកទី1 2 ទី3តែគាត់លើកទី3ហើយគឺគេបញ្ជូនឡើងអត់មានសងវិញអត់ទៀតបាទតែហៅមកជួបតល់មុខគ្នាដើម្បីនិយាយគ្នានិយាយបងនិយាយដែរតែអត់សងប៉ុន្តែបានធ្វើមកកិច្ចសន្យាចោលទេថាលុយហ្នឹងអត់តន់គ្រប់ទេនៅតែលុយអត់តន់គ្រប់រហូតអត់ដឹងថាគាត់រត់ឯកសារហ្នឹងអីឲ្យប្រកាសថាបងដោយសារខ្ញុំវាអស់7,110ហ្នឹងបាទអត់គាត់ថាគាត់ខ្ចីលុយណៃខ្ញុំមកដើរហាយសូស៊ីចាយរបាយហឺហាឬមួយក៏យករយស៊ីអីឡុងឆុងឲ្យគាត់ខាបងឬក៏មិនបងឲ្យមើលសភាពគាត់ទៅដូចខ្ញុំបញ្ជាក់ចឹងគាត់ពាក់ខ្សែជើងខ្សែកជៀនគាត់ពាក់ឆេកគាត់ដោះទុកក្នុងកាបូបគាត់ណាបងកាបូបប្រែនទៀតបោណែប្រិមិត្តបាទកាបូបមានតម្លៃប្រហែលដែរបងណៃដឹងគាត់ប្រាប់គេថា40000ខ្មែរ40000ឡែ$40000បងកាបូប40000ឡែចាបងខ្ញុំយ៉ាហើយឡើយខ្សែកខ្សែដៃអីដោះទុកក្នុងកាបូបហ្នឹងអស់ហើយបាទហើយឡើយមើលចាំណុលចាំណុលបាទស្គូននឹងលេងទេបងប្អូនបាទកូនបំណុលពាក់កូនបំណុលស្ពាយកាបូបតម្លៃ$40000ហ្នឹងឲ្យពាក់ខ្សែខ្សែដៃឡើងជ្រៀកខ្លួនបាទឥឡូវដោះទុកបាត់អស់ហើយមើលយើងមើលស្ថានភាពម៉ែម្ចាស់បំណុលទេប្រិមិត្តទេបាទជឿថាខ្ញុំលុយឲ្យគេខ្ចីអូយបាទនេះឡើងស្គមរីករាយហើយរយៈពេលប្រហែលខែប្រហែលឆ្នាំបងឯងណែបបាក់ចិត្តយ៉ាងម៉េចទៅបបាក់ចិត្តបងយំពេលខ្លះពីអ្នកប្តីប្រពន្ធណាយកថ្ងៃចុងក្រោយដែលគាត់ណាត់ខ្ញុំទៅបងចាំខ្ញុំមើលខ្ញុំយកលុយតែឲ្យបងឯងនៅខ្ញុំទៅដល់ខុនដូឡើយខ្ញុំនៅកន្លែងយកលុយខ្ញុំចាំគាត់ដល់ម៉ោង2កន្លះតែខ្ញុំសុំឲ្យបញ្ចេញខុនដូហ្នឹងឯណាបងអត់សុំឲ្យបញ្ចេញឈ្មោះខ្ញុំអស់លុយពីខ្លួនអាលេងខ្ញុំទៅនោះសុំថាលោតាក់ស្មានជួយច្បាចោលហ្មងបងណាចាទៀតបបាក់យកឈឺចាក់ហ្មងបងបាទហើយឥឡូវជាបន្តទៀតតើអូននឹងធ្វើការចាត់ការទៅតាមលុយច្បាប់យ៉ាងម៉េចដែរចាបងចាខ្ញុំចង់បើថាអាចខ្ញុំចង់សុំគាត់ចាក់
គាត់ខ្ញុំអត់អាចខ្ញុំមានសង្ឃឹមដាក់បាន មានពាក្យបណ្ដឹងមានអី ខ្ញុំពាក្យបណ្ដឹងខ្ញុំដាក់នៅចៅសង្កាត់ប៉ុន្តែ ដាក់សង្កាត់គេដាក់នៅសង្កាត់គេ ទូសកាយមួយ ទូសកាយមួយណាបាទលោកអាចចាក់ទងជាមួយនឹងខាងកម្លាំងសមត្ថកិច្ចដើម្បីធ្វើការគាត់ខ្លួនគាត់បន្ត ចាបងចាខ្ញុំទៅកាយដល់កន្លះសមត្ថកិច្ច អាចចាក់ទងទៅខាងសមត្ថកិច្ចសិនទៅតែបានដែរ $2000 ទៀតតែគាត់សុំបាន300ជាងហើយនៅសល់តែ1900 1800ទេបង អូអញ្ចឹងមានតែបងស្រីនេះម្នាក់ទេយើងបាននេះដល់ណៃដែរ នៅអ្នកផ្សេងទៀតបងអ្នកផ្សេង6000ជាងហើយដូចជា20000ជាងផ្សេងទៀត ដើរចេញលុយគេតែគាត់ទៅដល់ទៅ ដាក់បោកប្រាក់អីចឹងហ្មង អូបាទហើយលោកណៃនៅប្រហែលទៀត ខ្ញុំនៅដូចជាអានគិតកាត់កងមកខ្ទង់1700 1800 1700 1800 បាទ អូបាទហើយឥឡូវខ្ញុំចាស់ដល់មកតន់ប្រហែលជាប្រហែលនេះអី ដូចជា4នាក់បង 4នាក់ហ្នឹង បាទ4នាក់ បាទបងស្រីឥឡូវនេះ7000អាណៃ ខ្ញុំពីមុន2030 បាទអរគុណបាទដឹងទូហ្នឹងបាទអូនេះអូឡើងស្អាតបាទប្រិមិត្តបាទនេះទៅហើយកូនបំណុលហៃសូប្រិមិត្តដើរខ្ចីលុយគេគ្រប់គ្នាប្រិមិត្តខ្ញុំស្មាខ្ចីតែម្នាក់បាទប្រហែលអូមានអ្នក20000ទៀតអូបាទប្រហែលជាប្រហែលអ្នកដែរប្រចាំបំណុល ពួកខ្ញុំហ្នឹង5 6នាក់ផ្សេងណាតែគាត់នៅខ្ចីគេផ្សេងទៀតចាយមួយនៅស្រុកហ្នឹងប្រហែល10000 40000ដែរអត់សងគេ 3-40000ឡា ចាច្រើនណាស់ហើយខ្ចីពួកខ្ញុំហើយដឹងតែគាត់លេងក្នុងទីនហើយម៉ាក់គាត់នឹងជាពាក់ធនាគារច្រើនស្រួលយកលុយហ្នឹងទៅជួយសងម៉ាក់គាត់ឲ្យលេងក្នុងទីន អូបាទហើយអញមានលុយឲ្យគេខ្ចីគឺប្រើទូរស័ព្ទណែ ក៏ហើយ20រៀលហើយខាងផង Vivo ធម្មតាទេហើយអ្នកដែលខ្ចីលុយគេប្រើតែ iPhone ចា17 Air ហ្នឹងយកទៅដាក់ប្រចាំអស់ហើយ អូ ប្រើទៅ17 Pro Max 17 Air បាទ ឯងចាស់លុយដល់20រៀលហើយណូឯង បាទសុខចិត្តមានលុយគេខ្ចី ហ្នឹងអស់ពីខ្លួនហ្នឹង អស់ពីខ្លួនណា4000ឡាជាងច្រើនដែរអូនណា4000ហ្នឹង ច្រើនបងច្រើន បាទហើយសម្រាប់គ្នាអត់រត់ឆ្នាំហ្នឹងមិនបានហ្នឹង ហូបឆ្នាំបងអើយកងដៃមួយឈុតហ្នឹង1200ទៅលក់អស់ហើយម៉ូតូ2គ្រឿងកងដៃក្មួយហ្នឹង100ជាងក៏ដោះយកទៅលក់អស់ដែរអស់ឥឡូវខ្ញុំអស់ពីខ្លួនហ្មង បាទហើយឲ្យមិនបានទៅដាក់ពាក្យបណ្ដឹងមិនអី ខ្ញុំអត់ដាក់ពាក្យបណ្ដឹងទេខ្ញុំថាខ្ញុំនិយាយតាមសមុទ្រមួយគាត់ព្រោះមនុស្សធ្លាប់ស្គាល់គ្នាហើយគាត់និយាយមួយយ៉ាងផ្អែមអូនហ្នឹងហើយអូនចាំលើកថ្ងៃថ្ងៃ30ទៅចាំបងលក់ឡានបានចាំបងឲ្យឡានជិះសិតតម្លៃខ្លះលានឡានចាឡានជិះឡានតម្លៃខ្លះលានទៀតហ្នឹងហើយលុយឡានហ្នឹងឈ្មោះស្អីខ្ញុំភ្លេចបាត់ហើយគ្រាន់តែថាមានMG មួយតម្លៃ40000ជាងហើយមួយទៀតហ្នឹងចិត្តខ្លះលានហ្នឹង28000បាទបើនិយាយទៅមុខរបរគាត់ដើរតែធ្វើអញ្ចឹងមកឬក៏មិនអូន ដែរតែខ្ចីគេហ្នឹងខ្ញុំនៅមួយបាទខ្ញុំដឹងពេលដែលគាត់របៀបថាថ្ងៃហ្នឹងអញ្ចឹងញ៉ាំស្អាតអញ្ចឹងខ្ចីគេដល់ម៉ោងស៊ីខ្ចីគេដល់ម៉ោងស៊ីខ្ចីគេ10 20រៀលអត់សងថ្ងៃហ្នឹងបាទអាហ្នឹងកន្លែងយកហើយតែខ្ចីគេម្ដងអា10,000ហ្នឹងគេហៅមកឡើងចាយដែរ បាទអូខេអរគុណច្រើនអូនបាទប្រិមត្តទូទាំងជនយើងឥឡូវនារីហៃសូខាងលើបើតាមការបញ្ជាក់ថាខ្ចីលុយកាលម្ចាស់បំណុលគឺថាច្រើនអ្នកដែរប្រិមត្តហើយបាទមានតែម្នាក់ទេបាទដំបូងខ្ញុំឆ្មាតែម្នាក់មានតែគណៈម្ចាស់បំណុលមកតនេះខ្ញុំសភាហ្នឹងគឺមាន3នាក់បាទហើយនៅអ្នកផ្សេងទៀតបាទហើយចំនួនអ្នកខ្លះហ្នឹងគឺ$2000អញ្ចឹងទៅ$3000 $4000 $7000អញ្ចឹងទៅមានរហូតដល់10000បាទ2-30000នៃផ្សេងទៀតបាទមិនថាមុខរបរគាត់ឬមួយក៏យ៉ាងម៉េចទេប្រិមត្តទូទាំងជនយើងខ្ញុំអត់ហ៊ានធ្វើការឲ្យសាកសួរគាត់ទេដោយសារតែគាត់ឈ្ងោកមុខមិញហ្នឹងកុំឲ្យវាមើលមកវាអាក្រក់មើលប្រិមត្តទូទាំងជនយើងបាទអញ្ចឹងយើងថតតែវីដេអូពីចម្ងាយទេបាទនេះវារឿងថ្មីបាទដែលដើមចុងឆ្នាំ2025ប្រិមត្តទូទាំងជនយើងបាទឥឡូវនេះយើងទុកឲ្យកម្លាំងសមត្ថកិច្ចក៏ដូចជាឲ្យបំចាស់បំណុលហ្នឹងគាត់ទៅធ្វើការដាក់ពាក្យបណ្ដឹងឬមួយក៏ត្រូវដោះស្រាយជាមួយនឹងគាត់យ៉ាងម៉េចហើយទៅតាមផ្លូវច្បាប់ទៅចុះប្រិមត្តហើយនេះគ្រាន់តែជាព័ត៌មានមួយចែករំលែកទៅកាន់បងប្អូនយើងបាទអ្នកដែលឲ្យគេខ្ចីលុយបាទឬមួយក៏អ្នកទៅខ្ចីលុយគេដើម្បីយកលុយគេមកហាយសូបាទត្រូវគិតគូរឲ្យមែនទែនរឿងបញ្ហារឿងខ្ចីលុយ